បាទសូមជម្រាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាបាទចឹងមេរៀនមុនយើងធ្លាប់បានរៀនរួចហើយបងប្អូនអំពីព្យញ្ជនៈនៃភាសាចិនបាទហើយជាមួយនឹងស្រៈឬក៏ស្រៈនិស្ស័យបាទនៃភាសាចិនបាទហើយកាលពីមេរៀនមុនយើងក៏ធ្លាប់បានរៀនរួចហើយដែរអំពីស្រៈផ្សំផងដែរបងប្អូនបាទអញ្ចឹងភាសាចិនក្រៅពីព្យញ្ជនៈគឺនៅមានព្យញ្ជនៈពិសេសបាទហើយក្រៅពីស្រៈឬក៏ស្រៈនិស្ស័យហ្នឹងគឺយើងនៅមានស្រៈពិសេសផងដែរបាទហើយមេរៀនអស់ហ្នឹងយើងក៏ធ្លាប់បានរៀនហើយកាលពីមេរៀនមុនដែរបងប្អូនអំពីព្យញ្ជនៈពិសេសអំពីស្រៈនិងស្រៈពិសេសផងដែរបងប្អូនបាទហើយក្រៅពីនោះយើងក៏ធ្លាប់បានរៀនរួចហើយដែរអំពីស្រៈផ្សំបាទដែលស្រៈផ្សំទាំងអស់នោះគឺបានចេញមកពីស្រៈនិស្ស័យផ្សេងហ្នឹងគឺផ្សំជាមួយនឹងស្រៈពិសេសដែលមានស្រៈអ៊ីស្រៈអ៊ូហើយនិងស្រៈអ៊ឺបាទដែលយើងផ្សំជាមួយនឹងស្រៈអ៊ីស្រៈអ៊ូហើយនិងស្រៈអ៊ឺបាទស្រៈអ៊ឺសំឡេងធំបាទដែលមេរៀនមុនខ្ញុំធ្លាប់បានបង្ហាញបងប្អូនរួចហើយដែរអំពីស្រៈផ្សំហ្នឹងអំពីស្រៈផ្សេងនៅពេលដែលផ្សំជាមួយនឹងស្រៈអ៊ីចេញទៅជាស្រៈអ្វីខ្លះផ្សំជាមួយនឹងស្រៈអ៊ូចេញទៅជាស្រៈអ្វីខ្លះអញ្ចឹងណាបងប្អូនហើយស្រៈផ្សេងហ្នឹងផ្សំជាមួយនឹងស្រៈអ៊ឺសំឡេងធំឬក៏សំឡេងធ្ងន់ហ្នឹងចេញទៅជាស្រៈអ្វីខ្លះគឺយើងធ្លាប់បានរៀនហើយអំពីមេរៀនមុនណាបងប្អូនបាទអញ្ចឹងមេរៀននេះយើងនឹងមករៀនទាំងអស់គ្នាជាមួយខ្ញុំអំពីសំឡេងនៃភាសាចិនបាទសញ្ញាសំឡេងឬក៏ការបញ្ចេញសំឡេងបាទនៃភាសាចិនបាទអញ្ចឹងដូចមេរៀនមុនខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនមួយចំនួនផងដែរអំពីភាសាចិនគឺមានការបញ្ចេញសំឡេងហ្នឹងចំនួន5សំឡេងឯណោះបងប្អូនបាទការលើកដាក់សំឡេងណាបាទក៏ប៉ុន្តែពីមុនមកខ្ញុំអត់ទាន់បានបង្ហាញអំពីការបញ្ចេញសំឡេងទេហើយនឹងសញ្ញាសំឡេងបងប្អូនអញ្ចឹងយើងរៀនម្ដងមួយជំហានបងប្អូនឥឡូវនេះយើងចូលមកដល់ការបញ្ចេញសំឡេងឬក៏សញ្ញាសម្គាល់សំឡេងភាសាចិនបងប្អូនបាទអញ្ចឹងសូមបង្ហាញបងប្អូនសញ្ញាសម្គាល់នៃសំឡេងភាសាចិនសរុបគឺមាន5សំឡេងណាបងប្អូនបាទមាន5សំឡេងបាទដែលសំឡេងទី1បងប្អូនមើលសញ្ញាទី1គឺសញ្ញាស្មើបងប្អូនសញ្ញាស្មើអាហ្នឹងគេហៅថាសំឡេងទី1អញ្ចឹងសំឡេងទី1ហ្នឹងមានសញ្ញាស្មើក្នុងវងកញ្ចក់បងប្អូនអាហ្នឹងមានន័យថាយើងបញ្ចេញសំឡេងគឺបញ្ចេញសំឡេងស្មើបងប្អូនបញ្ចេញសំឡេងស្មើណាបាទឧទាហរណ៍មានដូចខាងក្រោមតែខ្ញុំសូមបង្ហាញពីសំឡេងឲ្យអស់សិនចាំខ្ញុំបង្ហាញអំពីការអាននិងការបញ្ចេញសំឡេងណាបងប្អូនអញ្ចឹងសូមបញ្ជាក់សំឡេងសញ្ញាទី1គឺសំឡេងស្មើគឺសញ្ញាស្មើបងប្អូនអាហ្នឹងសញ្ញាទី1មានន័យថាយើងអានយើងបញ្ចេញសំឡេងស្មើបាទសញ្ញាទី2គឺសញ្ញាអូសឡើងលើបាទសញ្ញាអូសឡើងលើនេះមានន័យថាជាសញ្ញាទី2មានន័យថាជាសំឡេងទី2មានន័យថាយើងអានយើងសំឡេងយើងអូសឡើងលើបងប្អូនអូសឡើងលើឲ្យវែងហ្នឹងការបញ្ចេញសំឡេងបាទសំឡេងទី2យើងអូសឡើងលើឲ្យវែងអញ្ចឹងណាបងប្អូនបាទសំឡេងទី3សញ្ញាទី3គឺដូចសញ្ញាគ្រីសអញ្ចឹងបងប្អូនសញ្ញាតម្លាក់ចុះឲ្យអូសឡើងលើវិញបាទអាហ្នឹងគឺសំឡេងទី3បាទសញ្ញាសំឡេងទី3ហើយសញ្ញាសំឡេងទី3នេះគឺយើងអានសំឡេងគឺយើងទម្លាក់ចុះហើយយើងអូសឡើងលើវិញបងប្អូនទម្លាក់ចុះហើយអូសឡើងលើវិញបន្តិចកុំអូសវែងពេកបាទអូសបន្តិចអូសឡើងលើវិញបន្តិចបាទសញ្ញាទី4គឺសញ្ញាទម្លាក់ចុះឲ្យខ្លាំងបងប្អូនសញ្ញាប្រឆិតចុះក្រោមមានន័យថាសញ្ញាទម្លាក់ចុះឲ្យខ្លាំងអាហ្នឹងដូចសញ្ញាបតក់ខ្មែរយើងអញ្ចឹងបងប្អូនដូចសញ្ញាបតក់អញ្ចឹងគឺសំឡេងធ្ងន់ចុះក្រោមឲ្យខ្លាំងបងប្អូន
ចឹងសញ្ញាទី4ហ្នឹងគឺសញ្ញាទម្លាក់ចុះមានន័យថាជាសម្លេងទី4បងប្អូនបាទជាសម្លេងទី4ដែលការបញ្ចេញសម្លេងគឺគេអានសម្លេងហ្នឹងសង្កត់ចុះឬមួយក៏ដូចបន្តក់ខ្មែរយើងចឹងបងប្អូនដូចបន្តក់អក្សរខ្មែរយើងចឹងគឺពេលដែលយើងបន្តក់ទៅគឺសម្លេងសង្កត់ចុះធ្ងន់បងប្អូនបាទសម្លេងសញ្ញាទី5វិញគឺនៅក្នុងវងកញ្ចក់បងប្អូនឃើញអត់មានសញ្ញាអីទាំងអស់គឺអាហ្នឹងតទេស្អាតហ្មងអញ្ចឹងមានន័យថាពេលដែលនៅលើអក្សរស្រៈផ្សំស្រៈអានភាសាចិនហ្នឹងនៅលើស្រៈអានឬក៏គេហៅ pin in ឬក៏ sing ហ្នឹងគឺអត់មានសញ្ញាអីទាំងអស់អញ្ចឹងអាហ្នឹងមានន័យថាជាសំឡេងទី5ឬក៏សំឡេងស្រាលបងប្អូនសំឡេងទី5នៃភាសាចិនសំឡេងទី5ហ្នឹងគឺបញ្ជាក់ថាអត់មានសញ្ញាអ្វីទាំងអស់នៅលើអក្សរបាទនៅលើស្រៈប្រកបបងប្អូនបាទហើយអាហ្នឹងគេអានថាសំឡេងស្រាលអានចេញមកគឺស្រាលហើយខ្លីបងប្អូនស្រាលហើយខ្លីណាបងប្អូនបាទស្រាលហើយខ្លីនេះបាទការបញ្ចេញសំឡេងបាទអញ្ចឹងឧទាហរណ៍មានដូចខាងក្រោមតិចទៀតខ្ញុំនៅបង្ហាញបងប្អូនអញ្ចឹងនេះខ្ញុំគ្រាន់តែបង្ហាញពីនិមិត្តសញ្ញាឲ្យបងប្អូនឃើញសិនឲ្យយល់សិនថានៅលើសញ្ញាស្រៈផ្សំនៃភាសាចិនឬក៏ស្រៈប្រកបនៅលើស្រៈប្រកបនៃភាសាចិនគឺមានសញ្ញា5នេះបងប្អូនជាទូទៅមានសញ្ញា5នេះគឺបង្ហាញអំពីការលើកដាក់សំឡេងទាំង5របស់ភាសាចិនការអានណាបងប្អូនបាទអញ្ចឹងសំឡេងទី1គឺយើងអានស្មើបងប្អូនសំឡេងទី1អានស្មើសំឡេងទី2គឺយើងអានសំឡេងហ្នឹងលើកឡើងលើឲ្យវែងឲ្យខ្ពស់បាទមានន័យថាអូសឡើងលើឲ្យវែងបងប្អូនសំឡេងទី3មានន័យថាសញ្ញាដូចសញ្ញាထိចអញ្ចឹងសញ្ញាគ្រីសអញ្ចឹងប៉ុន្តែអត់គ្រីសឡើងលើខ្ពស់ពេកទេមានន័យថាយើងទម្លាក់ចុះហើយយើងអូសឡើងលើវិញបន្តិចបាទអូសឡើងលើវិញបន្តិចអត់អូសខ្លាំងពេកទេសំឡេងទី4សញ្ញាប្រឆិតចុះក្រោមមានថាទម្លាក់សំឡេងឲ្យខ្លាំងមានន័យថាអានសំឡេងសង្កត់ចុះមានសង្កត់ចុះឲ្យខ្លាំងដូចសញ្ញាបតក់ខ្មែរយើងអញ្ចឹងបងប្អូនបាទសំឡេងទី5ឬក៏ហៅថាសំឡេងស្រាលបាទសំឡេងទី5ឬក៏សំឡេងស្រាលសំឡេងហ្នឹងគឺអាហ្នឹងគឺយើងអានសំឡេងស្រាលហើយខ្លីបងប្អូនការបញ្ចេញសំឡេងបាទឥឡូវយើងមើលឧទាហរណ៍ខាងក្រោមបងប្អូនឃើញទេយើងប្រកបគ្នាជាមួយគ្នាគឺពបូកនឹងស្រៈអាពអាប៉ាបងប្អូនពអាប៉ាអញ្ចឹងបងប្អូនឃើញហើយនៅលើការប្រកបស្រៈប្រកបពអាប៉ាមាន5បងប្អូនពអាប៉ាហើយនៅលើសញ្ញានៅលើស្រៈប្រកបហ្នឹងមានសញ្ញាសំឡេងទាំង5ហ្នឹងបងប្អូនទី1គឺសញ្ញាស្មើទី2សញ្ញាអូសឡើងលើសញ្ញាទី3សញ្ញាထိចបាទតម្លាក់ចុះឲ្យអូសឡើងលើវិញទី4សញ្ញាទម្លាក់ចុះឲ្យខ្លាំងឬសញ្ញាទម្លាក់ចុះសញ្ញាប្រឆិតចុះក្រោមបាទទី5អត់មានសញ្ញាអ្វីទាំងអស់នៅលើស្រៈប្រកបហ្នឹងបាទអញ្ចឹងអាហ្នឹងបញ្ជាក់ឲ្យឃើញថាសំឡេងភាសាចិនទាំង5ហ្នឹងបងប្អូនភាសាចិនមាន5សំឡេងអញ្ចឹងនៅលើស្រៈប្រកបនៃអក្សរទាំងអស់ពេលដែលបងប្អូនឃើញមានសញ្ញាណាមួយនៅលើស្រៈប្រកបហ្នឹងអញ្ចឹងបញ្ជាក់ថាវាជាសំឡេងទីប៉ុណ្ណឹងហើយបងប្អូនឧទាហរណ៍ថាយើងឃើញសញ្ញាស្មើអញ្ចឹងមានន័យថាវាជាសំឡេងទី1គឺយើងអានស្មើពេលដែលយើងឃើញសញ្ញាអូសឡើងលើប្រឆិតឡើងលើមានន័យថាហ្នឹងជាសំឡេងទី2គឺសំឡេងយើងត្រូវអានឬក៏និយាយហ្នឹងអូសឡើងលើឲ្យវែងបាទពេលដែលយើងឃើញសញ្ញាထိចឬសញ្ញាគ្រីសហ្នឹងគ្រីសមកបន្តិចហ្នឹងអត់អូសឡើងលើវិញទេមានន័យថាយើងទម្លាក់ចុះបន្តិចហើយយើងអូសឡើងលើវិញបន្តិចបងប្អូនមានសញ្ញាហ្នឹងគឺសំឡេងទម្លាក់ចុះហើយអូសឡើងលើវិញបន្តិចតែអត់អូសវែងពេកទេសំឡេងទី4មានន័យថាប្រឆិតចុះក្រោមឲ្យខ្លាំងប្រឆិតចុះក្រោមមានន័យថាសញ្ញាសំឡេងហ្នឹងគឺយើងត្រូវអានទម្លាក់សំឡេងចុះឲ្យខ្លាំងដោយសញ្ញាបតក់ខ្មែរយើងអញ្ចឹងបងប្អូនសំឡេងទី5ឬគេហៅថាសំឡេងស្រាលគឺអត់មានអ្វីទាំងអស់អត់មានសញ្ញាអ្វីទាំងអស់នៅលើស្រៈប្រកបហ្នឹងអញ្ចឹងមានន័យថាហ្នឹងជាសំឡេងស្រាលឬគេហៅថាសំឡេងទី5បងប្អូនសំឡេងស្រាលគឺអានចេញមកស្រាលឲ្យខ្លីឯងបងប្អូនបាទស្រាលឲ្យខ្លីដែរបាទឥឡូវយើងចូលឧទាហរណ៍ទាំងអស់គ្នាបងប្អូនបាទអញ្ចឹងស្រៈប្រកបគឺពបូកនឹងស្រៈអាចេញទៅជាប៉ាណាបងប្អូនពបូកស្រៈអាចេញទៅជាប៉ាតែនិមិត្តសញ្ញាសំឡេងនៅលើហ្នឹង
ផ្សេងគ្នាការបញ្ចេញសំឡេងក៏ផ្សេងគ្នាទៅតាមនឹងដែរបងប្អូនបាទឥឡូវយើងឧទាហរណ៍ថាពអាប៉ាសំឡេងទី1គឺសញ្ញាស្មើពីលើហ្នឹងអញ្ចឹងគេអានថាពអាប៉ាអ៊ីសឹងប៉ាអញ្ចឹងប៉ាគឺបើការបញ្ចេញសំឡេងស្មើបងប្អូនមានន័យថាពអាប៉ាសំឡេងទី1អានថាប៉ាស្មើបងប្អូនបាទឯសំឡេងទី2មានន័យថាពអាប៉ាសឹងប៉ាបាទប៉ាអូឡើងលើអ្វីបងប្អូនប៉ាចឹងមានន័យថាពអាប៉ាសំឡេងទី2អានថាប៉ាអូឡើងលើចឹងឲ្យវិញបងប្អូនបាទសំឡេងទី3ពអាប៉ាសានសឹងប៉ាឃើញទេអានទម្លាក់ចុះឲ្យអូឡើងលើបន្តិចប៉ាឃើញទេបងប្អូនដូចសញ្ញាថិចអញ្ចឹងតែអត់អូសឡើងលើឲ្យវែងទេអូសបន្តិចទេបាទសំឡេងទី4គឺទម្លាក់ចុះឲ្យខ្លាំងមានន័យថាអានពអាប៉ាសឹសឹងប៉ាបាទពអាប៉ាសឹសឹងប៉ាមានន័យថាពអាប៉ាសំឡេងទី4អានថាប៉ាអញ្ចឹងបងប្អូនអានថាប៉ាដូចបតក់ខ្មែរយ៉ាងអញ្ចឹងបាទដល់ពេលសំឡេងទី5ឬសំឡេងស្រាលគេអានថាពអាប៉ាឈីងសឹងប៉ាបងប្អូនឃើញទេស្រាលឲ្យខ្លីឯប៉ាឃើញទេប៉ាពអាប៉ាឈីងសឹងប៉ាមានន័យថាពអាប៉ាសំឡេងស្រាលអានថាប៉ាឃើញទេបងប្អូនបាទឥឡូវយើងអានទាំង5ហ្នឹងឲ្យស្មើគ្នាគឺជាមួយគ្នាគឺហោសំឡេងទី1គេអានថាប៉ាឃើញទេបងប្អូនគឺ5សំឡេងហ្នឹងខុសគ្នាអាទី1គឺស្មើប៉ាឃើញទេប៉ាចុងក្រោយប៉ាខ្លីឯស្រាលអញ្ចឹង5សំឡេងខុសគ្នាទី1ស្មើទី2អូសឡើងលើឲ្យវែងទី3ទម្លាក់ចុះឲ្យអូសឡើងលើបន្តិចទី4ទម្លាក់ចុះឲ្យខ្លាំងទី5ស្រាលឲ្យខ្លីបងប្អូនបាទអញ្ចឹងម្ដងទៀតប៉ាឃើញទេប៉ាចុងក្រោយប៉ាខ្លីឯបងប្អូនប៉ាឃើញទេបងប្អូនបាទអានេះគឺការបញ្ចេញសំឡេងទាំង5បងប្អូនបាទបន្តមកទៀតយើងចូលដល់ម៉បូកស្រអាទៅជាម៉ាបងប្អូនម៉អាម៉ាបាទអញ្ចឹងម៉ាដូចគ្នាប៉ុន្តែសញ្ញាសំឡេងបងប្អូនឃើញនៅលើស្រៈប្រកបហ្នឹងគឺមាននិមិត្តសញ្ញាផ្សេងគ្នាអញ្ចឹងការបញ្ចេញសំឡេងក៏ផ្សេងគ្នាទៅតាមនឹងដែរបងប្អូនមាន5សំឡេងបាទនេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ណាបងប្អូនតែនៅពេលដែលបងប្អូនឃើញនិមិត្តសញ្ញាហ្នឹងនៅលើស្រៈប្រកបផ្សេងនិមិត្តសញ្ញាណាមួយគឺបងប្អូនត្រូវដឹងថាសញ្ញាស្មើពីលើគឺសំឡេងទី1សញ្ញាអូសឡើងលើឲ្យវែងគឺសំឡេងទី2សញ្ញាថិចហ្នឹងគឺសំឡេងទី3មានន័យថាយើងទម្លាក់សំឡេងចុះបន្តិចហើយអូសឡើងលើវិញបន្តិចឯសំឡេងទី4ទម្លាក់ចុះឲ្យខ្លាំងដោយសញ្ញាបតកឯសំឡេងទី5ឬសំឡេងស្រាលគឺអត់មាននិមិត្តសញ្ញាអ្វីទាំងអស់នៅលើស្រៈប្រកបបងប្អូនបាទឥឡូវយើងឧទាហរណ៍ទី2ខាងក្រោមបាទម៉អាម៉ាណាបងប្អូនម៉អាម៉ាតែការបញ្ចេញសំឡេងខុសគ្នាបាទអញ្ចឹងសំឡេងទី1គេអានថាម៉អាម៉ាអ៊ីសឹងម៉ាឃើញទេម៉ាអញ្ចឹងមានន័យថាម៉អាម៉ាសំឡេងទី1អានថាម៉ាឃើញម៉ាស្មើហើយបងប្អូនបាទទី2ម៉អាម៉ាសឹងម៉ាអញ្ចឹងមានន័យថាម៉អាម៉ាសំឡេងទី2អានថាម៉ាអូឡើងលើឲ្យវែងបងប្អូនបាទសំឡេងទី3គឺម៉អាម៉ាសានសឹងម៉ាឃើញទេទម្លាក់ចុះឲ្យអូសឡើងលើវិញបន្តិចបាទម៉ាបាទដល់ពេលសំឡេងទី4ម៉អាម៉ាសឹសឹងម៉ាទៅជាម៉ាក់ឃើញទេបងប្អូនម៉អាម៉ាសឹសឹងម៉ាក់មានន័យថាម៉អាម៉ាសំឡេងទី4អានថាម៉ាក់តែចាបងប្អូនដូចបតកខ្មែរយ៉ាងអញ្ចឹងបាទសំឡេងស្រាលឬក៏សំឡេងទី5គេអានថាម៉អាម៉ាឈីងសឹងម៉ាក់ឃើញទេខ្លីហើយស្រាលបងប្អូនសំឡេងទី5គឺស្រាលហើយខ្លីហើយគឺម៉ាក់ឃើញទេម៉ាក់អញ្ចឹងដល់ពេលយើងអានទាំង5សំឡេងហ្នឹងមកគឺ
mà thấy nhé mà trong khỏi á bóng bốn clay hay sra clay lên trong còi bạn admin sinh nhà quay từng nó lơ sraประกอบ năng cái hai thai chiên sân sầm lên sra bóng bốn chẳng nhung mình chạm máu cứ sầm lên phía xa chân miền pram đôi thằng lơ năng á bóng bốn bạn chẳng riêng an đòn tiếp từng ọt nia tỏi ụ tia ho mò a mà miền pram sầm lên chẳng dừng riêng bị trên sầm lên từng ọt nia tỏi an như mực nhóm mò a ma y sân ma cái mà mò a ma sân mà ô thằng lơ thế nhé mò a ma san sân mà cái nhé nhà tự lệ cho hết ô thằng lơ mình tây đây nhà thay chàng bạn mò a ma sự sân mạc cái nhé tầm lệ tròi khlang sầm lên tí buồn bạn mò a ma chinh sân mạc cái nhé chinh sân mạc clay hay sra lông vốn rồi có sra hay clay bạn sầm lên tí pram rồi sầm lên sra năng bạn chẳng là dân sập máu cứ mà cái khóc nia bằng vốn pram sầm lên nắng mà thế mà trong khỏi clay sra bạn họ đập về bỏ a pa đập về cái an pa định nia nè tại đập về trên sầm lấy còn khóc nia này bỏ a pa y sân pa cái nhé mẹ bỏ a pa sầm lấy tí mũi an tham pa cháu bằng vốn bỏ a pa sân pa bỏ a pa san sân pa bỏ a pa sự sân pa bỏ a pa chiên sân pa cái nhé chẳng tầng pram sầm lấy nè cái an ha bỏ a pa sầm lấy tí mũi an tham pa bỏ a pa sầm lên tí pi an tha pa bỏ a pa sầm lên tí bay an tha pa khánh khâu khné bóng vốn làไปbỏ a pa sầm lên tí buôn an tha pa khánh nhé ngôn sực cọt ngôn làไปtí pram thì có sra là cái an bỏ a pa sầm lên sra an tha pa khánh nhé chẳng làไปsọc máu cứ pa bạn khóc nia bóng ổn bạn chẳng mê rí ní miền tại pon đăng tê bóng ổn bà sân chìa bóng ổn sẵn lánh cho chất rồi có miền hoa bởi giáo đó bóng ổn chui cho like cho subscribe mà nẹ mùi phong bóng ổn hay cho sự nhà còn đăng phong nằm bay tụi bạn mê rí lọ thmây chìa riêng ra ngay bóng ổn bạn hay mùi bên tiết bóng ổn chui cho xe mà nẹ mùi phong nằm bay bóng ổn dương còn bạn khơi bạn riêng chỉ mùi khnia từng ọt khnia bóng ổn bạn hay mày riêng cào tiết và tọp này tiết cứ nhom năng bằng hai âm pi lẹ cả nạ bị sẻ này sạc chuyên chỉ nẹt từng ọt nó ngập chuyên chỉ nẹt phải xa chân nắng bột chỉ môi nắng sạc y bằng ổn bột chỉ môi sạc y nắng lẹ cả nạ bị sẻ xây môi tiệt bạn hay cào bị chọc bị mày riêng năng tới dương năng chố vẹt son tận nè tại mà đo bằng ổn chẳng mua là than cứ nơi mùi mê riêng tiết cứ dương năng riêng chọc vào bằng ổn bạn chẳng bằng ổn bà sẽ làm cho chất chui cho like cho subscribe năng cho share mà nè mùi phong bằng ổn bạn ở con chat bằng ổn chụp nè nơi video cào tiệt bạn ở con chụp đẹp lè